ប៉ុន្មានថ្ងៃនេះរដ្ឋាភិបាលរបស់ចៅសៀមមានការជ្រួលច្របល់យ៉ាងខ្លាំងគ្រប់យ៉ាងដោយសារតែអធិបុលសន្និសីទសារព័ត៌មានរបស់នារីការពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Thomas Andrew ដែលបាននិយាយអំពីពាក់ព័ន្ធនឹងចំនួននៅព្រំដែនជាមួយប្រទេសថៃលោកបានលើកឡើងថាបញ្ហាសិទ្ធិមនុស្សជនភៀសកម្ពុជាមានសិទ្ធិដើម្បីទៅផ្ទះរបស់ពួកគាត់វិញពួកគាត់មានសិទ្ធិដើម្បីរស់នៅប្រកបអាជីវកម្មជាធម្មតានៅភូមិឋានដែលធ្លាប់រស់នៅនេះគឺជាច្បាប់អន្តរជាតិនិងជាអ្វីដែលប្រទេសទាំងពីរបានយល់ព្រមជាមួយគ្នាការថ្លែងសារយ៉ាងច្បាស់របស់លោក Thomas Andrew ដែលទាមទារឲ្យភាគីថៃគោរពច្បាប់អន្តរជាតិនិងសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជាមិនត្រឹមតែជាការដាស់តឿនតាមផ្លូវការទូតប៉ុណ្ណោះទេប៉ុន្តែវាបានក្លាយជាគ្រាប់បែកមានអានុភាពដូចរញ្ជួយផែនដីមួយដែលផ្លុំបកកកាយការពិតនៃការឈ្លានពានរបស់ចៅសៀមនៅលើឆាកអន្តរជាតិការចេញមុខអន្តរាគមន៍នៃចំហមើងម៉ាត់របស់តំណាងអង្គការសហប្រជាជាតិបានធ្វើឲ្យផ្ទៃក្នុងនៃរដ្ឋាភិបាលថៃជួបប្រទះនៃការជ្រួលច្របល់យ៉ាងខ្លាំងប្រព័ន្ធផ្សព្វផ្សាយនិងក្រុមសារព័ត៌មាននៅក្នុងប្រទេសថៃខ្លួនឯងបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងដោយចាត់ទុកសេចក្តីថ្លែងការណ៍នេះថាជាការវាយប្រហារផ្លូវច្បាប់និងនយោបាយដ៏ធ្ងន់ធ្ងរមួយកម្ពុជាកំពុងប្រៀបឈ្នះយ៉ាងដាច់ខាតនៅលើវេទិកាអន្តរជាតិខណៈដែលថៃកំពុងធ្លាក់ចូលទៅក្នុងស្ថានភាពចាញ់ប្រៀបនិងស្ទើរតែគ្មានអំណាចផ្លូវច្បាប់ដើម្បីការពារទង្វើរបស់ខ្លួននេះជាការឆ្លុះបញ្ចាំងអំពីបណ្ដាញព័ត៌មានថៃនាពេលនេះប្រវត្តិសាស្ត្រនិងស្ថានភាពជាក់ស្ដែងបានបង្ហាញយ៉ាងច្បាស់ថាការរំលោភបំពានដែនអធិបតេយ្យភាពនិងការបង្កការលំបាកដល់ជនស៊ីវិលបង្កដោយការឈ្លានពាននេះมันអាចលាក់បាំងក្រោមរូបភាពការទូតឬល្បិចកលនយោបាយបានឡើយនៅពេលដែលគេនិយាយអំពីតថភាពពិតជាក់ស្ដែងគឺច្បាស់ណាស់ជាការបញ្ជាក់ថាអំណាចនៃការពិតតែងតែមានជ័យជំនះលើការប្រឌិតនិងការរំលោភបំពានការដែលភាគីថៃត្រូវគេមើលឃើញថាជាអ្នកប្រព្រឹត្តល្មើសច្បាប់អន្តរជាតិបានធ្វើឲ្យប្រជាប្រិយភាពនិងភាពស្អាតស្អំរបស់ខ្លួននៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្នត្រូវរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរហើយអ្វីដែលគេចេញមកតបតគឺស្ទីលដដែលចោទថាលោក Thomas Andrews កាន់ជើងកម្ពុជាត្រូវបានកម្ពុជាទិញក្បាលបានហើយដើរតួជាអ្នក lobby ឲ្យភាគីកម្ពុជាប៉ុណ្ណោះអ្នកសារព័ត៌មានជ្រុលនិយមសៀមមួយចំនួនថែមទាំងហៅលោក Thomas Andrews ថាជាមនុស្សរមិលគុណសៀមព្រោះកាលពីលោកធ្វើជាអ្នករាយការណ៍ពិសេសពីស្ថានភាពសិទ្ធិមនុស្សនៅភូមាចន្លោះឆ្នាំ2020ដល់2026នោះថៃបានជួយលោកជាច្រើនហើយលើសពីនោះទៀតចោទលោក Thomas Andrews បានមករកស៊ីបើកការិយាល័យប្រឹក្សាច្បាប់នៅក្នុងស្រុកសៀមដែរតែពេលនេះបែរជាមកលាបពណ៌អាក្រក់ឲ្យសៀមទៅវិញការឈរនៅលើមូលដ្ឋាននៃការពិតការគោរពសិទ្ធិមនុស្សនិងការអនុវត្តឲ្យជនភៀសកម្ពុជាបានវិលត្រឡប់ទៅកាន់ភូមិឋានដោយសុវត្ថិភាពគឺជាផ្លូវតែមួយគត់ដែលរដ្ឋាភិបាលថៃត្រូវតែជ្រើសរើសប្រសិនបើខ្លួនចង់ស្ដារមុខមាត់និងកិត្តិយសនៅលើឆាកអន្តរជាតិឡើងវិញតើនរណាជាអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាអ្នករាយការណ៍ពិសេសគឺជាអ្នកជំនាញការឯករាជ្យដែលតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីតាមដាននិងរាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអ្នករាយការណ៍ពិសេសពុំមែនជាបុគ្គលិកអង្គការសហប្រជាជាតិពុំទទួលប្រាក់បៀវត្សពី UN ក៏ពុំធ្វើការឲ្យរដ្ឋាភិបាលឬក្រុមណាមួយដែរភារកិច្ចរបស់លោកគឺធ្វើការវិតម្លៃលើស្ថានភាពសិទ្ធិមនុស្សរាយការណ៍ជាសាធារណៈអំពីស្ថានភាពនោះហើយធ្វើការជាមួយរដ្ឋាភិបាលសង្គមស៊ីវិលនិងអ្នកផ្សេងទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងវិស័យសិទ្ធិមនុស្សនេះអ្នករាយការណ៍ពិសេសធ្វើទស្សនកិច្ចឬបេសកកម្មជាទៀងទាត់ទៅកាន់ប្រទេសកម្ពុជានិងរាយការណ៍ជាប្រចាំឆ្នាំដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សការិយាល័យ OHCHR ផ្ដល់ជំនួយខាងបរិក្ខារនិងបច្ចេកទេសអ្នករាយការណ៍ពិសេសបច្ចុប្បន្នគឺ Thomas Andrew ជាអតីតសមាជិកសភានិងព្រឹទ្ធសភាពីរដ្ឋមែនសហរដ្ឋអាមេរិកពីឆ្នាំ2020ដល់2026លោកជាអ្នករាយការណ៍ពិសេសរបស់ UN ស្ដីពីសិទ្ធិមនុស្សនៅភូមិយានដ្ឋានរដ្ឋាមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រសារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រោះភូមិអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242